បច្ចុប្បន្ននេះមុខរបរដាំដំណាំម្នាស់កំពុងតែផ្ដល់ឱកាសការងារជាច្រើនជូនទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកក្នុងភូមិយើងដើម្បីឲ្យគាត់ទទួលបានប្រាក់ចំណូលនៅក្នុងមួយឆ្នាំគឺមិនចេះអស់មិនចេះហើយនោះទេសំណួរសួរថាតើដំណាំម្នាស់បានផ្ដល់ការងារអ្វីខ្លះទៅដល់កសិករទៅដល់ប្រជាពលរដ្ឋក្នុងភូមិអញ្ចឹងដំណាំម្នាស់នេះមួយគឺកំពុងតែពេញនិយមមែនទែនសម្រាប់បងប្អូនកសិករនៅក្នុងស្រុកមោងឫស្សីស្រុករុក្ខគិរីហើយនិងស្រុកកោះកឡអញ្ចឹងនៅពេលដែលគាត់ចាប់ដើមចុះដាំដំណាំម្នាស់គឺគាត់ដាំច្រើនមែនទែនគាត់អាចធ្វើម្នាក់ឯងបានទេគឺគាត់ត្រូវការកម្លាំងអញ្ចឹងហើយនេះគឺជាឱកាសមួយដែលបានផ្ដល់ការងារទៅឲ្យបងប្អូននៅក្នុងភូមិនៅក្នុងស្រុកដើម្បីឲ្យគាត់ទទួលបានប្រាក់ចំណូលជារៀងរាល់ថ្ងៃមិនចេះអស់មិនចេះហើយទេយើងនិយាយចាប់ពីតកង់អតតឡើងទៅគាត់ក៏បានទទួលការងារពីការភ្ជួរដីភ្ជួរចំការទៅជួនម្ចាស់ចំការធំទៅជួនតកែធំដែលគាត់ធ្វើការដាំច្រើនអញ្ចឹងនៅពេលដែលគាត់ជួអាចធ្វើមួយជើងពីរជើងឬក៏3ជើងហើយចាក់រងអាហ្នឹងគឺជាការងារមួយដែលផ្ដល់ជូនទៅដល់តកង់ត្រាក់ទ័រដំណាំម្នាស់គឺជាដំណាំមួយដែលលូតលាស់ទៅតាមដំណាក់កាលទៅតាមពេលវេលាហើយការងារក៏ផ្ដល់ទៅតាមដំណាក់កាលទៅតាមពេលវេលាដែរអញ្ចឹងពីដំបូងគឺគាត់ទទួលបានការងារមុនគេនេះគឺការដកកូនម្នាស់កាច់កូនម្នាស់ជញ្ជូនកូនម្នាស់ដឹកកូនម្នាស់យកទៅដាំហ្នឹងគឺជាឱកាសការងារទី1ហើយនៅពេលដែលគាត់ដាំចប់គាត់អាចទៅធ្វើកន្លែងផ្សេងនៅពេលដែលវាដោះស្មៅនៅពេលដែលមានភ្លៀងមកដាក់ជីដាក់អីបាញ់ថ្នាំគឺគាត់ទទួលបានឱកាសការងារលើកទី2ទៀតដែរបងប្អូននេះគឺជាឱកាសការងារទៀតហើយយើងមិនចាំបាច់ទៅដើររកកម្មករម្នាក់ម្ដងទេគេមានមេការគេយើងហៅតែមេការគេមួយទៅគេទៅរកកូនចៅគេដាក់ឲ្យយើងធ្វើឲ្យយើងចាំតែឲ្យលុយគេទៅបន្ទាប់ពីនឹងទៀតមកមានគេទៀតពេលបំណោះដាក់ជីលើកទី1លើកទី2លើកទី3បោចស្មៅនៅពេលដែលចាក់ថ្មគឺយើងចាក់ឲ្យវាចេញផ្លែអាហ្នឹងគឺជាឱកាសការងារបន្តទៀតអញ្ចឹងបន្ទាប់ពីនឹងមកទៀតមានគេទៀតកាត់ផ្លែម្នាស់ជញ្ជូនផ្លែម្នាស់ដឹកផ្លែម្នាស់រហូតយកទៅលក់ផ្លែម្នាស់ហ្នឹងដល់ភ្នំពេញជួលស្តង់ជួលកម្មករសុទ្ធតែជាឱកាសការងារដែលផ្ដល់ជូនទៅដល់បងប្អូនយើងច្រើនមែនទែនបើសិនជាគ្មានតកែធំម្ចាស់ចំការធំនឹងម្ដាយម្នាស់ទេគាត់ក៏អត់មានការងារណាមកធ្វើដែរមិនមែនថាគាត់អត់មានការងារធ្វើទេតែគាត់ថាម្នាស់ក៏បានចូលរួមចំណែកមួយនៅក្នុងការផ្ដល់ការងារជូនគាត់ឲ្យមានប្រាក់ចំណូលជារៀងរាល់ថ្ងៃអញ្ចឹងនៅពេលដែលគាត់ចាប់ដើមមានការងារធ្វើគាត់អត់ចង់ទៅប្រទេសក្រៅអត់ចង់ធ្វើការចំណាក់ស្រុកទេបើសិនជាគាត់ទទួលបានការងារក្នុងស្រុកធ្វើហើយមានពេលជួបជុំគ្រួសារបងប្អូនកូនចៅនៅក្បែរផ្ទះហើយការងារក៏មានធ្វើរហូតគឺគាត់នៅបន្តតែធ្វើការនៅក្នុងស្រុកយើងអញ្ចឹងបានសបោសបាយជួបជុំគ្នាអញ្ចឹងទៅហើយម្នាស់នេះគឺជាដំណាំមួយដែលយើងឃើញថាវាជាប្រភេទដែលដំណាំមួយផ្ដល់ឱកាសការងារដែលមិនចេះរីងស្ងួតទេព្រោះអីដំណាំម្នាស់គឺគេដាំវិលជុំរហូតអត់មានដូចមានរដូវដូចស្រោចឬអីទេណាបងប្អូនគឺយើងដាំវិលជុំដូចកងចាក់អញ្ចឹងការងារអស់ពី1ចូល1អស់ពី1ចូល1អស់ពីដាំកាច់កូនអស់ពីកាច់កូនចាក់ផ្លែអស់ពីចាក់ផ្លែកាត់ផ្លែអស់កាត់ផ្លែដាំទៀតណាគឺយើងមិនអាចទៅធ្វើម្នាក់ឯងបានទេម្ចាស់ចំការគឺត្រូវការជួលទាំងអស់តែម្ដងដោយដែលបងប្អូនឃើញអញ្ចឹងនៅក្នុងរូបភាពទាំងអស់នេះគឺជាសកម្មភាពដែលយើងកំពុងតែប្រមូលផលម្នាស់ក៏មានដាំម្នាស់ក៏មានចាក់ជីក៏មានដាក់ជីក៏មានបាញ់ថ្នាំក៏មានគឺមានសពគ្រប់បែបយ៉ាងនិយាយទៅចាប់តាំងពីពេលដាំរហូតដល់ប្រមូលផលគឺម្នាស់ផ្ដល់ការងារមិនចេះអស់ទេគឺច្រើនមែនទែនសូម្បីតែកាត់ហើយហ្នឹងក៏នៅតែផ្ដល់ការងារនៅពេលដែលវាទុំអស់កាច់កូនអស់កាច់ផ្លែអស់យើងចាប់ដើមវិលជុំដាំទៀតហើយគេមានមេការគេមានអីគេបងប្អូនសម្រាប់ធ្វើការម៉ៅការនៅពេលដែលយើងមានការងារយើងក៏តាក់ទងទៅខាងមេការទៅមេការគេនឹងរកគ្នាគេមកដាក់ឲ្យយើងមិនទៅឈឺក្បាលដើររម្នាក់ម្ដងផ្ទះមួយរមួយផ្ទះពីររពីរទេហើយនៅក្នុងមួយឆ្នាំគឺគាត់ទទួលបានប្រាក់ចំណូលក៏មិនក្រោមពី$2,000ដែរក្នុងម្នាក់បងប្អូនខ្ញុំជឿថាមិនក្រោម$2,000ទេក្នុងម្នាក់ឥឡូវនេះគេទៅកាច់កូនមកគ្រប់ហើយសណាងបងប្អូនអើយអំណោយផលឆ្នាំនេះបានភ្លៀងដើមដៃមិនដើមដៃគេកក់ខែគេទៅឆ្នាំនេះមេឃល្អមែនទែនម្ដងភ្លៀង3 4មេអ្នកសាយការសប្បាយចិត្ត